ខ្ញុំឃើញគេផ្សាយច្រើនពីអ្នកដែលគាត់ជោគជ័យដោយសារតែការបោះបង់ការងារហើយទៅរកស៊ីណាមានប្រាក់ខែ 3000 ប្រាក់ខែ 2000 អីចឹងទៅតាមពិតវាមិនមែនជារឿងមិនល្អទេវាជារឿងមួយល្អដែលមានអ្នករកស៊ីច្រើនព្រោះយើងបានជួយសេដ្ឋកិច្ចជាតិតែខ្ញុំគ្រាន់តែចង់និយាយថាអ្នករកស៊ីឥឡូវគឺទទួលបានការចម្រាញ់ចេញពីសមរភូមិនឹងច្រើនមែនទែនដូចខ្ញុំតែនិយាយថាអ្នកដែលនៅរស់រាល់ថ្ងៃនេះទាត់បកោភ្លើងលេងឈឺហើយមានន័យថាខំស្មៅនៅជាប់នឹងហើយអញ្ចឹងក្នុងវីដេអូនេះខ្ញុំសូមចែករំលែក5ចំណុចមុននឹងអ្នកទាំងអស់គ្នាសម្រេចចិត្តថាបោះបង់ការងារឲ្យចេញរកស៊ីទី1គេប្រាក់ខែ 3000 គេសន្សំមួយឆ្នាំបាន 30000 បើគេរកស៊ីជោគជ័យវាអត់សូវចម្លែកម៉ាទេព្រោះមនុស្សដែលគាត់មានប្រាក់ខែ 3000 គឺគាត់ពោពេញទៅដោយបទពិសោធន៍ដែលជាគ្រឹះដោយ Albert Einstein គាត់និយាយអញ្ចឹងគាត់ថាប្រភពនៃចំណេះដឹងពិតប្រាកដគឺបទពិសោធន៍មិនមែនគ្រាន់តែទ្រឹស្ដីទេអញ្ចឹងអាបទពិសោធន៍ហ្នឹងវាមុតជាងទ្រឹស្ដីចុះយើងមាននៅបើនៅគឺយើងត្រូវចាំបន្តិចទៀតហើយអ្នកដែលមានប្រាក់ខែ 3000 បើសិនជាចេញរកស៊ី10នាក់មិនប្រកាសថាជោគជ័យទាំងអស់ទេព្រោះវាទាមទាររឿងច្រើនណាស់ទាមទារទៅលើប្រាជ្ញាស្មារតីយើងហៅថាបញ្ញាភាពវៃឆ្លាតការអត់ធ្មត់និងការរៀនសូត្រការបន្សំខ្លួនការប្រឈមមុខជាមួយបញ្ហាដែលយើងអត់ចង់ប្រឈមសាកចេញរកស៊ីសិនណាដឹងហើយណាមានរឿងច្រើនទៀតឃើញគេដើរមួយណាដូចខ្ញុំតែងតែនិយាយលេងប្រាប់ក្មេងៗថាមិនបាច់ចង់ទៅឆ្កឹះស្កើឲ្យសង្ហាទេយកប្រពន្ធឲ្យចេញរកស៊ីទៅវាស្កើឯងហើយចំណុចទី2ទេពកោសល្យពីកំណើតគឺ talent Steve Jobs គាត់មានទេពកោសល្យមួយដ៏កម្រពីកំណើតគឺគាត់មាន mindset ហើយគាត់មានភាពជាអ្នកដឹកនាំប៉ាកែប៉ុន្តែគាត់ខ្លាំងសិល្បៈគឺកម្រមែនទែនដែលមានអ្នកដឹកនាំដែលគាត់មានជំនាញសិល្បៈចំណុចទី3ការគិតក្រៅប្រអប់ណា think out of the box ឬក៏ get it off the box មានន័យថាយើងនៅក្រៅប្រអប់គិតក្រៅប្រអប់គិតហួសអ្វីដែលអ្នកដទៃគេគិតយើងអត់ធ្វើតាមគេហើយមួយទៀតយើងអាចថាយើងឈូសប្រអប់ចោលមកជីវិតរបស់យើងគ្មានប្រអប់ណាមកដាក់យើងបានទេទី4គឺយើងត្រូវតែជាមនុស្សដែលពោពេញទៅដោយ performance ហើយស្មោះត្រង់ពោពេញទៅដោយ performance មានន័យថាយើងមានផ្លែផ្ការាល់ថ្ងៃណាក៏រីកចម្រើនជាងពីម្សិលមិញដែរអត់ដែលខ្ជិលអត់ដែលចោលព្រោះអ្នកអូស៊ីត្រូវចាំអត់មានសៅរ៍អាទិត្យទេអត់មានបុណ្យជាតិទេយើងប្រឈមទាំងអស់ហើយយើងនឹងបាត់បង់ពេលវេលាឯកជនច្រើនយើងគិតថាធ្វើការឲ្យគេយើងបាត់បង់ពេលវេលាឯកជនប៉ុន្តែរ៉ូស៊ីបាត់បង់អាចច្រើនជាងធ្វើការជាពិសេសនៅពេលដែលជួបវិបត្តិអីមួយគឺយើងសឹងតែអត់មានពេលក្នុងការជួបប្រពន្ធជួបកូនចំណុចទី5ដែលជាចំណុចចុងក្រោយដើម្បីឲ្យរកស៊ីទៅជោគជ័យគឺយើងត្រូវធ្វើការងារដែលគេចាប់អារម្មណ៍អានេះគឺសំខាន់មែនទែនលក់របស់ដែលគេទិញបងប្អូនឆ្ងល់ថាបើគិតខុសគេវាមានហេតុផលអីដែលយើងអាចទៅធ្វើរបស់ដែលវាដូចគេឬក៏របស់ដែលមានគេទិញកន្លែងគិតខុសគេហ្នឹងគឺសំដៅដល់អញ្ចេះយើងខុសគេមែនតែយើងខុសគេនៅក្នុងការរកឃើញអ្វីដែលថ្មីឬរចនាប្លែកពីមុនខ្ញុំឧទាហរណ៍ដូចជា Nokia គាត់ជាទូរស័ព្ទមួយដែលមានសិតតែប៊ូតុងចុចប៉ុន្តែនៅពេលដែល iPhone គាត់រកឃើញបដិវត្តថ្មីមួយដែលមិនចាំបាច់ប្រើប៊ូតុងច្រើនទេប្រើអេក្រង់ឲ្យធំពួកមនុស្សចាប់ផ្ដើមមើលអេក្រង់អញ្ចឹងបើយើងរកឃើញបច្ចេកវិទ្យាដែលអាចចុចលើអេក្រង់បានគឺយើងជោគជ័យវានៅមានរឿងច្រើនទៀតដែលអាចជួយបងប្អូនឲ្យចេញរកស៊ីទៅជោគជ័យដោយឡែកបើសិនជាបងប្អូនអត់ទាន់មានលក្ខណៈសម្បត្តិខ្លះទាំងអស់នេះទេធ្វើការសិនក៏ល្អដែរណាជិះវៀង 3000 មកសល់ត្រឹម250ពេលត្រឡប់ទៅធ្វើម្ដងទៀតណា